Xin chào xưa đó là bốnអ្នកមីងមកបងប្អូនដែលកំពុងតែទស្សនាទាំងអស់គ្នាសម្រាប់វីដេអូនៅថ្ងៃនេះដែរគឺខ្ញុំនឹងនិយាយអំពីរឿងក្តីរបស់ Amajit Sada រឿងក្តីនេះគឺបានสนับสนุนដោយអ្នកដែលគាត់មើលខ្ញុំណានិយាយទៅមួយរយៈហ្នឹងនិយាយតែរឿងក្តីสนับสนุนហើយសម្រាប់រឿងក្តីនេះគឺវាខ្លីដែរនឹងហើយវាអត់ច្រើនស្មុគស្មាញទេគាត់ថាខ្ញុំចង់និយាយទៅលើរឿងក្តីហ្នឹងដោយសារតែ Amajit Sada គឺជាឃាតករសម្រាប់ជាស៊េរីក្មេងជាងគេក្នុងពិភពលោកថ្ងៃគឺគាត់អាយុទើបតែ8ឆ្នាំឯងដែលគាត់បានសម្លាប់រហូតដល់ទៅ3នាក់ចឹងនៅក្នុង channel ខ្ញុំគឺខ្ញុំធ្លាប់និយាយពី Mary Bell ត្រូវហើយអ្នកនរគ្នាប្រកាសជាស្គាល់ហើយ Mary Bell ប្រហែលជាអាយុ11ទៅ12ឆ្នាំដែលគាត់បានសម្លាប់ក្មេង2 3នាក់ហ្នឹងតែសម្រាប់ Amajit វិញគឺហត់តែក្មេងថែមនេះគឺគាត់ទៅតែអាយុ8ឆ្នាំឯងដែលគាត់បានសម្លាប់គេចឹងណាចឹងថ្ងៃហ្នឹងគឺខ្ញុំនឹងនិយាយអំពីឃាតករដែលមានអាយុក្មេងជាងគេក្នុងពិភពលោកហ្នឹង Amajit Sada កើតនៅឆ្នាំ1998នៅតំបន់ Bihar នៅប្រទេសឥណ្ឌាក្រុមគ្រួសាររបស់គាត់ហើយនឹងគាត់គឺរស់នៅដោយភាពក្រីក្រគឺគាត់ស្ថិតនៅក្រោមខ្សែបន្ទាត់ភាពក្រីក្រនៅក្នុងក្រុមគ្រួសាររបស់គាត់គឺគាត់មានបងប្អូនច្រើនមានកូនទូចច្រើនរួមទាំង Amajit ដែរហើយឪពុករបស់ Amajit គឺគាត់ធ្វើការជាកម្មករចឹងថាបដូរកម្លាំងយកលុយដើម្បីមកចិញ្ចឹមគ្រួសារអញ្ចឹងណាគឺគាត់ធ្វើចល័តហើយសម្រាប់ម្ដាយរបស់គាត់គឺស្ថិតនៅផ្ទះដើម្បីមើលថែទាំកូននៅផ្ទះខ្ញុំមិនដឹងថាគាត់បានទៅរៀនឬក៏អត់ទេមើលទៅដូចជាអត់បានទៅរៀនទេហើយមានអ្នកខ្លះគឺគាត់បាននិយាយថា Amajit ហ្នឹងគឺត្រូវបានទៅធ្វើការតាំងពីនៅទូចនឹងទៀតដើម្បីដោយសារស្ថានភាពគ្រួសារបង្ខំអញ្ចឹងណាអញ្ចឹងត្រូវឲ្យគាត់ហ្នឹងទៅធ្វើការតាំងពីគាត់នៅទូចទៀតអញ្ចឹងនៅឡងឆ្នាំ2004គឺពួកគាត់បានបដូរទីលំនៅរបស់គាត់នៅក្នុងតំបន់ហ្នឹងតដែរគាត់ដូរភូមិអញ្ចឹងណាដែលគាត់ទៅរស់នៅក្បែរពូមីងហ្នឹងហើយបងប្អូនរបស់គាត់នៅម្លុកហ្នឹងដើម្បីឲ្យជួយជាផ្នែកជាចំហដើម្បីជួយមើលក្មួយនៅនឹងផ្ទះហ្នឹងអញ្ចឹងពួកគាត់បានរស់នៅជាមួយនឹងសមាជិកគ្រួសាររបស់គាត់ផ្សេងទៀតដូចជាមីងពូជីវិតរបស់ពួកគាត់គឺពិបាកនៅពេលហ្នឹងប៉ុន្តែគឺដូចតែគេឯងនៅក្នុងភូមិហ្នឹងដែរទេហ្នឹងហើយអត្តចរិតរបស់ Amajit គឺត្រូវបានគេនិយាយថាគាត់ជាក្មេងរៀងឆេវឆាវចូលចិត្តប្រើដៃប្រើជើងវាយគេធាក់គេហើយប្រើអំពើហិង្សាហើយរៀងឆេវឆាវកុំកុំើអញ្ចឹងជាទូទៅគឺខ្ញុំជឿថាក្មេងៗគឺគាត់មានអត្តចរិតអញ្ចឹងដោយសារទី1គឺម្ដាយឪពុករបស់គាត់ថែអាសាឬក៏មកទំនុកបំរុងដល់ការពុតបត់អត្តចរិតរបស់ក្មេងៗហ្នឹងអត់បានគ្រប់គ្រាន់អត់សិននៅជាមួយនឹងម៉ាក់ប៉ាដែលបណ្ដៅរឿងអញ្ចឹងទៅគឺអាចធ្វើឲ្យក្មេងគាត់មានបញ្ហាទៅខាងអត្តចរិតរបស់គាត់ហើយណាមួយទៀតគឺគាត់បានទៅរៀនទៅសូត្រអីចឹងវាបកឲ្យមានអត្តចរិតបែបហ្នឹងប៉ុន្តែមិនមែនន័យថាវាជារឿងដែលកម្រទេគឺអ្នកនរគ្នាបើគាត់ជាស្គាល់អីក្មេងៗក្នុងភូមិដែរអាចខ្លះវាច្រើមវាឆេវឆាវវាអីចឹងវាតែងតែមានវាមិនកម្រទេហ្នឹងហើយនៅម្លងឆ្នាំ2006ក៏គេចាប់ផ្ដើមមានការសង្ស័យទៅលើក្រុមគ្រួសារសាដានៅថ្ងៃមួយគឺអ្នកជិតខាងគឺគាត់ចាប់ផ្ដើមមានការសង្ស័យថាមានឃើញក្មេងស្រីម្នាក់ដែលអាសាមកលេងនៅកន្លែងដីដែលគេដាក់លេងឲ្យក្មេងៗលេងហ្នឹងសុកអត់ឃើញគាត់មកលេងទៀតដែលជាសមាជិកគ្រួសាររបស់សាដាដែលជាចដូនមួយរបស់ Amajit ហ្នឹងអញ្ចឹងពួកគាត់ចេះរៀងឆ្ងល់អញ្ចឹងណាអត់ដែលឃើញមកលេងទៀតអញ្ចឹងអត់ដឹងថាមូលហេតុអីឬក៏គេបដូរទីលំនៅរបស់គាត់ទៅនៅណាផ្សេងអញ្ចឹងទៅគឺគេអត់ដឹងក៏គេអត់បានសួរអីច្រើនដែរគាត់ថាគេឃើញគេប្រទះគេឃើញអញ្ចឹងណាដល់មកសន្ទុះក្រោយមកទៀតមករយៈពេលខ្លីទៀតក៏គេចាប់ផ្ដើមចាប់អារម្មណ៍ម្ដងទៀតម្ដាយរបស់ Amajit ហ្នឹងគឺគាត់មានកូនពៅមួយដែលជាប្អូនរបស់ Amajit ហ្នឹងដែលទៅតែកើតទៅតែបានអាយុប្រហែលជាកន្លះឆ្នាំអីទេហើយរហូតដល់ឃើញ3ដើរតាមកាត់តាមភូមិអីចឹងណាដល់ពេលហ្នឹងគឺគេអត់បានឃើញថាគាត់ហ្នឹង3ក្មេងហ្នឹងទៀតទេចឹងអត់ដឹងថាបាត់ទៅណាឬក៏មានបញ្ហាអីក្នុងគ្រួសារគឺអត់ដឹងចឹងវាបង្កឲ្យមានការអាចពាក្យចាំរាមនិយាយដើមគ្នាថាសុកបាត់ក្មេង2ចឹងនៅក្នុងផ្ទះអីចឹងណាចឹងពួកគាត់ចាប់ផ្ដើមមានការសង្ស័យទៅលើក្រុមគ្រួសាររបស់សាដាចឹងដូចអ្នកនរគ្នាដឹងចឹងគឺក្មេងទាំងពីរនេះគឺត្រូវបានសម្លាប់ដោយ Amajit នៅក្នុងផ្ទះពេលហ្នឹងគឺ Amajit ទៅតែអាយុ8ឆ្នាំទេគឺគាត់បានសម្លាប់ប្អូនស្រីរបស់គាត់ដែលមានអាយុ6ខែហ្នឹងហើយគាត់បានធ្វើការសម្លាប់ទៅលើចដូនមួយរបស់គាត់មួយដែលស្រីទាំងពីរហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតហ្នឹងគឺក្រុមគ្រួសាររបស់ Amajit ដឹង
ថាអេម៉ាជីតគឺជាអ្នកសម្លាប់ក្មេងទាំងពីរនឹងទៀតលើកទី1គឺអេម៉ាជីតបានធ្វើការសម្លាប់ទៅលើប្អូនស្រីរបស់គាត់ដែលមានទៅតែអាយុ6ខែទេនៅថ្ងៃអាសៀលមួយហ្នឹងគឺចាស់ទុំនៅក្នុងផ្ទះពួកគាត់បានសម្រាកពីការងារគឺគាត់បានទៅដេកចឹងណាលេងអេម៉ាជីតក៏បានទៅបីប្អូនចេញពីហឹងដែលដាក់ទុកយកប្អូនហ្នឹងបីយកទៅវាសែហើយនៅពេលដើរទៅវាសែហើយក៏គាត់ចាប់ផ្ដើមយកដំអិតយកទៅសំពងសម្លាប់ទៅលើប្អូនរបស់គាត់ដូចលេងចឹងនៅពេលសម្លាប់ហើយក៏គាត់បានទៅដាក់ប្អូនចោលនៅក្រោមដើមឈើមួយហើយយកស្លឹកឈើយកមកគ្របពីលើសាកសពរបស់ប្អូនហើយក៏ដើរត្រឡប់ទៅផ្ទះវិញទៅចឹងនៅពេលដែលទៅផ្ទះវិញគឺម្ដាយឪពុកគឺបានបាត់កូនទូចហើយនៅនឹងផ្ទះចឹងគាត់ក៏បានចាប់ផ្ដើមធ្វើការសាកសួរនៅក្នុងផ្ទះចឹងណាមានណាយកប្អូនទៅណាអីទៅណាអត់អេម៉ាជីតក៏បានសារភាពទៅប្រាប់ម៉ាក់ប៉ារបស់គាត់ថាគាត់អ្នកយកហ្នឹងហើយក៏ដឹងថាកូនរបស់គាត់ហ្នឹងគឺបានស្លាប់ចឹងណាតែអត់បានធ្វើដាក់ទរណកម្មឬក៏ធ្វើអីទៅកាន់អាម៉ាជីទេសុខចិត្តសម្រេចចិត្តថាស្ងាត់ហ្នឹងហើយកុំនិយាយរឿងហ្នឹងហើយមកសតូក្រោយមកទៀតទៅតែមករយៈពេលខ្លីខ្លាំងមែនតើអាចនឹងចន្លោះពីមួយទៅមួយខែទេគឺគាត់បានធ្វើការសម្លាប់ទៅលើប្អូនចដូនមួយរបស់គាត់មួយទៀតដែលទៅតែមានអាយុទៅតែ6ឆ្នាំទេហ្នឹងហើយគឺគាត់បានសម្លាប់ដូចគ្នាគឺគាត់បានយកដុំអិតយកទៅវាយរហូតដល់ទៅគាត់មើលទៅគឺឃើញស្លាប់ហើយគឺគាត់សម្លាប់នៅពេលហ្នឹងខំគ្រួសាររបស់អេម៉ាជីតគឺបានសម្រេចចិត្តធ្វើការស្ងាត់អត់ព្រមនិយាយអីទាំងអស់ហើយគាត់ក៏អត់បានប្រាប់ប៉ូលីសអត់ធ្វើអីទាំងអស់ទៅលើរឿងដែលបានកើតឡើងដែលអេម៉ាជីតបានធ្វើការសម្លាប់ទៅលើបងប្អូនរបស់គាត់ហ្នឹងគឺដោយសារតែគាត់យល់ឃើញថាវាគឺជារឿងនៅក្នុងគ្រួសារទេហ្នឹងហើយរឿងផ្ទៃក្នុងរបស់គ្រួសាររបស់សាដាទេអញ្ចឹងគាត់សម្រេចចិត្តថាវាជារឿងក្រុមគ្រួសាររបស់ពួកគាត់ក៏គាត់សុខចិត្តដោះស្រាយខ្លួនឯងពួកគាត់សម្រេចចិត្តដោះស្រាយខ្លួនគាត់អត់ហៅប៉ូលីសហៅអីមកទេដោយសារវាជារឿងផ្ទៃក្នុងរបស់គ្រួសារគាត់យល់ឃើញអញ្ចឹងហើយសំបីតែម្ដាយឪពុកដែលជាពូមីងរបស់អេម៉ាជីតដែលកូនរបស់គាត់កូនស្រីដែលស្លាប់ហ្នឹងក៏គាត់សម្រេចចិត្តថាអូខេគាត់នៅស្ងៀមប៉ុន្តែក្នុងមកគ្រួសារគាត់ទាំងអស់គឺដឹងថាអេម៉ាជីតគឺជាអ្នកសម្លាប់ក្មេងទាំងពីរហ្នឹងសម្រាប់រឿងនេះគឺពួកគាត់ស្មានតែគាត់អាចនៅស្ងាត់បានប៉ុន្តែអស់មករយៈក្រោយមកនៅឆ្នាំ2007គឺអេម៉ាជីតបានធ្វើការសម្លាប់ក្មេងរបស់អ្នកចិត្តខាងផ្សេងនៅពេលហ្នឹងគឺអ្នកចិត្តខាងស្រីម្នាក់ហ្នឹងគឺគាត់បានយកកូនរបស់គាត់ដែលទៅតែអាយុ6ខែទេយកទៅទុកនៅសាលាបឋមអញ្ចឹងណាខ្ញុំអត់សូវច្បាស់ថាគាត់ទុកមិនដែរគាត់ថាអត្ថបទដែលខ្ញុំអានគឺគេនិយាយថាគាត់ទុកកូនរបស់គាត់នៅក្នុងថ្នាក់អញ្ចឹងទៅដើម្បីឲ្យមានគេជួយមើលឬក៏គាត់មើលហើយគាត់បានដើរចេញទៅណាមួយផ្លែតអញ្ចឹងទៅព្រោះកូនប្រហែលជាពងដេកអញ្ចឹងទៅអញ្ចឹងគាត់បាទតែក្មេងដេកទៅវាមានបញ្ហាអីហ្នឹងហើយឲ្យវាដេកនៅហ្នឹងទៅគាត់ក៏បានទៅធ្វើកិច្ចការរបស់គាត់អញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់ទៅមកសទុះគាត់ត្រឡប់មកវិញក៏បាត់កូនរបស់គាត់អញ្ចឹងគាត់ក៏ចាប់ផ្ដើមស្លន់ក៏ចាប់ផ្ដើមបកបកាសប្រាប់អ្នកជិតខាងថាគាត់បានបាត់កូនរបស់គាត់ហើយហ្នឹងហើយអញ្ចឹងអ្នកចិត្តខាងក៏ចាប់ផ្ដើមនិយាយតគ្នាជួយហៅកូនរបស់គាត់នឹងជាមួយគ្នាអញ្ចឹងការនិយាយតគ្នាហ្នឹងក៏បានដឹងទៅដល់សមាជិកគ្រួសារមួយរបស់អេម៉ាជីតសមាជិកគ្រួសារនេះខ្ញុំមិនដឹងថាជាម្ដាយឪពុកឬក៏ពូមីងទេគឺអាចម្នាក់ក្នុងចំណោមមនុស្សចាស់ទាំងអស់ហ្នឹងហើយក៏បានប្រាប់ថានៅក្នុងភូមិហ្នឹងគឺបានបាត់ក្មេងម្នាក់អីដែលមានអាយុ6ខែហ្នឹងអញ្ចឹងអត់ដឹងថាមានពីណាគេយកឬក៏អីទេអញ្ចឹងសមាជិកគ្រួសារម្នាក់ហ្នឹងក៏គាត់បាននិយាយថាគាត់ប្រហែលជាដឹងថាពីណាគេជាអ្នកយកអញ្ចឹងពួកគាត់ក៏បានដើរត្មងទៅអាតំបន់កន្លែងដែលក្មេងៗវាចូលចិត្តទៅលេងហ្នឹងហើយក៏ចាប់ផ្ដើមធ្វើការចាប់ទៅលើអាម៉ាជីតសាដាដែលចោទប្រកាន់ថាអាម៉ាជីតសាដាគឺជាអ្នកយកក្មេងហ្នឹងពួកគាត់ក៏បានចាំឲ្យប៉ូលីសមកដើម្បីធ្វើការខកខ្លួនទៅលើអាម៉ាជីតហើយនៅពេលដែលប៉ូលីសមកដល់គឺពួកគាត់បានប្រាប់ថាពួកគាត់សង្ស័យថាអាម៉ាជីតហ្នឹងគឺជាអ្នកធ្វើរឿងហ្នឹងដែលបានចាប់ក្មេងទៅហ្នឹងអញ្ចឹងប៉ូលីសគឺគាត់ឆ្ងល់ខ្លាំងមែនតើអត់ដឹងថាហេតុអីបានមកចាប់ក្មេង8ឆ្នាំហ្នឹងមកចោទប្រកាន់គ្នាថាគ្នាអ្នកយកអញ្ចឹងទៅប៉ុន្តែដោយសារប្រជាជនគឺគាត់យកឃើញអញ្ចឹងហើយអញ្ចឹងគាត់ក៏ធ្វើតាមអញ្ចឹងណាឲ្យប្រជាជនគាត់ស្ងប់ចិត្តអញ្ចឹងគាត់ក៏បានចាប់អេម៉ាជីតយកទៅប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើការសួរនាំអញ្ចឹងទៅអញ្ចឹងជាដំបូងគឺអេម៉ាជីតគាត់អត់បាននិយាយថាគាត់អ្នកសម្លាប់អីទេគឺគាត់ថាគាត់អត់ដឹងអីទេតែយូរទៅប្រហែលជាដោយសារមានគេមានចំណាប់អារម្មណ៍ទៅលើគាត់ច្រើនអញ្ចឹងណាឃើញមានគេរៀងអ៊ូអគេនៅជុំគាត់ជុំអីគាត់រៀងសប្បាយចិត្តដែរក៏គាត់ចាប់ដើមធ្វើការសារភាពទៅលើរឿងហ្នឹងគាត់បាននិយាយថាគាត់គឺជាអ្នកយកក្មេងហ្នឹងដោយសារតែមើលទៅក្មេងហ្នឹងគឺវាស្រួលយក
ចឹងគាត់ក៏យកទៅដោយសារពេលហ្នឹងគឺដាក់ក្មេងចោលនៅសាលាអញ្ចឹងដាក់ចោលអញ្ចឹងទៅហើយគាត់ឃើញវា tempting របៀបថាគាត់ឃើញថាគាត់អាចយកបានក៏គាត់ចូលទៅយកអញ្ចឹងទៅដល់អត់មានណាចាប់អារម្មណ៍គាត់ទេអញ្ចឹងគាត់ក៏បានយកក្មេងហ្នឹងហើយប៉ូលីសក៏សួរថាគាត់យកធ្វើអីហើយ Emma Jade ក៏គាត់បាននិយាយថាគាត់បានសម្លាប់ទៅលើក្មេងហ្នឹងគឺគាត់បានយកក្មេងហ្នឹងទៅកន្លែងមួយរៀងឆ្ងាយពីភូមិដែរអញ្ចឹងនៅក្នុងព្រៃវារៀងឆ្ងាយដែរអញ្ចឹងណាហើយគាត់ក៏ចាប់ផ្ដើមធ្វើការសម្លាប់ទៅលើក្មេងហ្នឹងយកដុំថ្មយកទៅសពងលើសាកសពក្មេងហ្នឹងហើយក៏បានជីកដីរៀងទូចមួយមកខោងបន្តិចហ្នឹងដាក់ក្មេងហ្នឹងចូលហើយកប់វាអញ្ចឹងប៉ូលីសគឺគាត់ចាប់ផ្ដើមតក់ស្លុតខាងមែនតើដោយសារមិនជឿថាក្មេងទៅតែ8ឆ្នាំវាចេះនិយាយភាសាអញ្ចឹងគាត់អត់ជឿនិយាយទៅគាត់អត់ជឿហ្មងថាក្មេង Emma Jade នឹងគឺជាអ្នកធ្វើរហូតដល់ពេលដែល Emma Jade បាននាំពួកគាត់នឹងទៅកន្លែងដែលកប់សាកសពក្មេងនឹងមែនហើយមើលទៅគឺឃើញសាកសពរបស់ក្មេងស្រីនឹងពិតមែនបានពួកគាត់ជឿថាគឺ Emma Jade គឺជាអ្នកធ្វើពិតប្រាកដមែនអញ្ចឹងនៅឡងពេលហ្នឹងគឺពួកគាត់តក់ស្លុតខ្លាំងមែនតើដោយសារគាត់ជឿថាទង្វើអស់ហ្នឹងគឺក្មេងដែលអាយុ8ឆ្នាំគឺវាអាចធ្វើទៅរួចអញ្ចឹងណាអញ្ចឹងគាត់ភ័យហើយពួកគាត់គឺហិតតែភ័យខ្លាំងទៀតគឺនៅពេលដែល Emma Jade បានត្រូវបានពួកគាត់ធ្វើការសាកសួរគឺ Emma Jade អត់មានមើលទៅអត់ចេះសំណោះអត់ភ័យខ្លាចអត់អីទាំងអស់គាត់បែរជាញញឹមគាត់សប្បាយដែលមានគេចង់សួរគាត់គេចាប់អារម្មណ៍ទៅលើគាត់ហើយគាត់អញញឹមរហូតហើយប្រាប់ឲ្យប៉ូលីសហ្នឹងយកនំមកឲ្យគាត់ញ៉ាំរហូតអញ្ចឹងគាត់ញ៉ាំបដាគាត់និយាយបដាគាត់សើចបដាអញ្ចឹងពួកគាត់តក់ស្លុតខ្លាំងមែនតើគាត់ដែរឃើញបុគ្គលណាដែលអត់មានអារម្មណ៍សោកស្ដាយឬក៏អារម្មណ៍ដែលចេះអាណិតស្រឡាញ់ទៅលើមនុស្សផ្សេងអីចឹងទេអញ្ចឹងគាត់ហ៊ានសម្លាប់គេហើយគាត់នៅញញឹមចេញទៀតចឹងនិយាយចឹងគាត់ដែរឃើញសោះហ្មងហើយគាត់ហត់តែអត់ចង់ឃើញទង្វើអស់ហ្នឹងពីក្មេងដែលទៅតែអាយុ8ឆ្នាំទៀតបន្ទាប់ពីប៉ូលីសបានធ្វើការឃុំខ្លួនទៅលើ Emma Jade ហើយគឺគាត់បានចាប់ផ្ដើមធ្វើការស្រាវជ្រាវទៅលើតំបន់ហ្នឹងម្ដងទៀតរបៀបគេរៀងសាររើឡើងវិញចឹងទៅក៏ពួកគាត់រកឃើញថានៅតំបន់ហ្នឹងគឺមានក្មេង2ម្នាក់ទៀតដែលបានបាត់ខ្លួនគឺជាប្អូនស្រីពៅរបស់គាត់ហើយនិងចដូនមួយរបស់គាត់អញ្ចឹងពួកគាត់ក៏ចាប់ផ្ដើមរៀងសង្ស័យមកតង់ទៅបែកធ្លាយថា Emma Jade ហ្នឹងគឺបានសម្លាប់ក្មេង2នាក់ហ្នឹងផ្សេងទៀតដែលជាប្អូនពៅរបស់គាត់និងចដូនមួយរបស់គាត់អញ្ចឹងនេះគឺមិនធំតែជាបទឃាតកម្មទេគឺគាត់គឺជាឃាតករដែលបានសម្លាប់ជាសេរីទៀតគឺគាត់បានក្លាយទៅជា serial killer ដែលមានអាយុក្មេងខ្លាំងមែនតើអញ្ចឹងសម្រាប់ប៉ូលីសហើយនិងប្រជាជនទូទៅគឺគាត់ចាប់ផ្ដើមតក់ស្លុតភ័យខ្លាំងមែនតើហ្នឹងហើយវាអត់ដែលឮពីមុនមកនិយាយទៅជីវិតមនុស្សដែលយើងនិយាយទៅមកយើងរស់មកជីវិតរបស់យើងពីម្នាក់ទៅម្នាក់ខ្ញុំមិនជឿថាសុកឮរឿងថាមានក្មេងសម្លាប់គេ3នាក់ដែលអាយុទៅតែ8ឆ្នាំអីចឹងគឺយើងមិនដែលឮទេត្រូវទេហ្នឹងហើយចឹងសម្រាប់ប្រជាជនដែលគាត់រស់នៅតំបន់ហ្នឹងគឺគាត់តក់ស្លុតខ្លាំងមែនតើចឹងចាប់ផ្ដើមបែកការដែលដឹងថា Emma Jade បានសម្លាប់កុំគួរសាររបស់ខ្លួនឯង2នាក់ហ្នឹងហើយម្ដាយឪពុកហើយនិងពូមីងហ្នឹងគឺគាត់សម្រេចចិត្តស្ងាត់អត់និយាយអីទាំងអស់ហ្នឹងគឺធ្វើឲ្យប្រជាជនផ្សេងទៀតអ្នកចិត្តខាងគឺគាត់រៀងខឹងសម្បាដែរដោយសារបើសិនជាគាត់ធ្វើអីមួយគឺប្រកាសជាក្មេងពៅចុងក្រោយគេហ្នឹងមិនស្លាប់ទេហ្នឹងហើយតែគាត់បែរជាលាក់អញ្ចឹងណាហើយអត់ជួយរកជំនួយរកអីឲ្យកូនទេគាត់នៅស្ងាត់យើងបន្ទោសគាត់បានដែរដោយសារជំនួយមិនបើពួកគាត់ខွာអញ្ចឹងយើងដឹងអញ្ចឹងនៅក្នុងសង្គមដែលឲ្យតម្លៃលុយច្រើនគឺតែឃើញអ្នកខွာអីចឹងគឺអត់ដែលចេះខ្វល់ខ្វាយទៅលើពួកគាត់ទេអញ្ចឹងទុកពួកគាត់រកជំនួយក៏ដឹងរកណាគេហើយទៅរកឲ្យគេជួយហើយក៏មិនដឹងគេជួយឬក៏អត់ទៀតអញ្ចឹងវាពិបាកខ្លាំងមែនតើអ្នកខ្លះគាត់យល់ឃើញថាថៃបានអ្នកភូមិអត់ព្រមទៅប្តឹងប៉ូលីសអញ្ចឹងបើសង្ស័យថាមានក្មេង2នាក់បានបាត់ខ្លួនអញ្ចឹងណាអត់ផ្ដល់រាយការណ៍ព័ត៌មានហ្នឹងទៅឲ្យប៉ូលីសអញ្ចឹងទៅឥឡូវយើងសម័យមើលបើម៉ាក់ប៉ាគាត់ផ្ទាល់ម្ដាយឪពុកពួកគាត់ផ្ទាល់អត់ទៅប្តឹងប៉ូលីសផងហ្នឹងហើយយើងអ្នកក្រៅយើងទៅប្តឹងទៅមានអារម្មណ៍ថារៀងឈៀតឆែកចូលរឿងគ្រួសារគេអញ្ចឹងណាបើមិនសមាជិកគ្រួសារផ្ទាល់អ្នកស្វះស្វែងរកកូនតែឲ្យពីណាគេទៅហ៊ានជួយរកអីចឹងទៅហ្នឹងឯងអញ្ចឹង Emma Jade ក៏ត្រូវបានធៀមខ្លួនដើម្បីឡើងទៅធ្វើការកាត់ក្តីទៅលើបទឃាតកម្មទាំងអស់ហ្នឹងប៉ុន្តែដូចជាអត់ឡើងទេក៏តែគេជួយធ្វើ process ក៏គេបានតាក់ទងអ្នកជំនាញខាងផ្នែកចិត្តសាស្ត្រមកធ្វើការធ្វើរោគវិនិច្ឆ័យទៅលើ Emma Jade អញ្ចឹងណាចង់ដឹងថាតើគាត់គិតអីទៅលើរឿងទាំងអស់ហ្នឹងអញ្ចឹងពួកគាត់បន្ទាប់ពីធ្វើបទសម្ភាសន៍ហើយក៏គាត់បាននិយាយថា
Emma Chit គឺបានកំពុងតែคล้ายខ្លួនទៅជាគេហៅថា sadist មានន័យថាកំពុងតែអភិវឌ្ឍខ្លួនឯងคล้ายទៅជាបុគ្គលម្នាក់ដែលចូលចិត្តឃើញគេឈឺចាប់ណាអញ្ចឹងឲ្យតែគាត់ទៅវាយប្រហារគេទៅវាយគេឃើញគេយំឃើញគេឈាមឃើញគេស្លាប់ហ្នឹងគឺគាត់សប្បាយចិត្តខ្លួនគាត់ហ្នឹងហើយអញ្ចឹងវារៀងគ្រោះថ្នាក់ដែរហើយក៏អត់មានក្តីអាណិតទៅលើអ្នកផ្សេងទេហើយក៏អត់ដឹងខុសត្រូវអីដែរគាត់អភិវឌ្ឍpsychotic tendencies ដែរប៉ុន្តែពួកគាត់ជឿថាដោយសារគាត់នៅក្មេងអញ្ចឹងគាត់អាចព្យាយាមធ្វើការកែតម្រូវទៅលើគាត់ទៅថ្ងៃមុខទៅគឺអាចនឹងជាឬក៏យ៉ាងណាក៏យើងអត់ដឹងដែរប៉ុន្តែយើងព្យាយាមហ្នឹងហើយយើងគាត់គឺបានសម្រេចចិត្តថានឹងព្យាយាមអញ្ចឹងណាអញ្ចឹងដោយសារតែនៅប្រទេសឥណ្ឌាគឺអត់មានច្បាប់ដែលធ្វើការផ្ដល់ទាទោសទៅក្មេងដែលក្រមអនិច្ចជនឡើងក្មេងឡើងអាយុ8ឆ្នាំអញ្ចឹងទេអញ្ចឹងពួកគាត់ក៏អត់ដឹងធ្វើមិនដោយសារតែអត់មានច្បាប់ណាមកចែងឲ្យធ្វើការកាត់ក្តីលើឃាតកម្មដែលឃាតករជាកុមារអាយុ8ឆ្នាំអញ្ចឹងទេអញ្ចឹងវាជាករណីមួយដែលកម្រខ្លាំងមែនតើអញ្ចឹងក៏អត់មានវិធីសាស្ត្រតាមច្បាប់អីត្រឹមត្រូវក៏ពួកគាត់បានសម្រេចចិត្តឲ្យ Emma Chit ហ្នឹងអត់ទៅធ្វើការឃុំខ្លួនក្នុងពន្ធនាគារទេគឺឲ្យគាត់ទៅរស់នៅក្នុងផ្ទះមួយដែលដូចប៉ែតអញ្ចឹងប៉ុន្តែគេដាក់ដើម្បីគេក៏អត់ហៅគុកដែរដោយសារកន្លែងហ្នឹងឲ្យក្មេងនៅអញ្ចឹងយើងអត់ប្រើពាក្យគុកពាក្យអីអញ្ចឹងទេអញ្ចឹងគេសង់ជាផ្ទះឲ្យក្មេងៗដែលមានបញ្ហាដូចគាត់ហ្នឹងទៅរស់នៅកន្លែងហ្នឹងហើយបន្ទប់ដែល Emma Chit គាត់នៅហ្នឹងគឺនៅដាច់ដោយឡែកពីគេផ្សេងគឺអត់ឲ្យគាត់ចេញមកនិយាយមួយគេមួយឯងទេហើយការស្នាក់នៅនេះគឺ Emma Chit ត្រូវនៅកន្លែងហ្នឹងរហូតដល់គាត់អាយុ8-10ឆ្នាំហើយគេនឹងព្យាយាមធ្វើការកែតម្រូវគាត់ព្យាបាលទៅលើបញ្ហាសុខភាពរបស់គាត់ទាំងផ្លូវកាយផ្លូវចិត្តអីចឹងទៅហើយគេសង្ឃឹមថានៅថ្ងៃមុខទៅគឺគាត់នឹងអាចជាសះស្បើយពីជំងឺនឹងឡើងវិញហើយអាចនឹងចេះគិតចេះដឹងខុសដឹងត្រូវទៅថ្ងៃមុខទៅគឺអាចរស់នៅដូចគេដូចឯងដែរនៅឆ្នាំ2016គឺ Emma Chit ត្រូវបានគេដោះលែងគឺរាប់ទៅគឺគាត់8-10ឆ្នាំនៅឆ្នាំ2016ហ្នឹងប៉ុន្តែគឺគេអត់បានបញ្ចេញព័ត៌មានអីទាំងអស់ពាក់ព័ន្ធទៅនឹងគាត់គឺគេអត់បាននិយាយថាគាត់នៅណាអីនៅណាទេអញ្ចឹងអ្នកខ្លះគឺគាត់ជឿថា Emma Chit ហ្នឹងគឺត្រូវបានគេផ្ដល់នាមអត្តសញ្ញាណថ្មីដើម្បីទៅរស់នៅនឹងក្រៅដូចគេដូចឯងដែរអញ្ចឹងយើងអត់ដឹងថាឥឡូវហ្នឹងគឺគាត់នៅណាទេចឹងឥឡូវហ្នឹងគឺយើងអត់ដឹងថាគាត់នៅរស់ឬក៏អត់គាត់រស់នៅណាគាត់ជាជំងឺហ្នឹងឬក៏អត់អីចឹងទេគឺអត់ដឹងទេចឹងរឿងក្តីរបស់ Emma Chit Sada គឺចាប់តែប៉ុណ្ណេះអ្នកទាំងអស់គ្នាយកឃើញយ៉ាងណាទៅលើរឿងក្តីនេះគឺអាច comment បានហ្នឹងហើយរឿងក្តីនេះរៀងខ្លីហ្នឹងហើយចឹងប៉ុន្តែវាជារឿងដែលគួរឲ្យចាប់អារម្មណ៍ដោយសារឃាតករជាសេរីដែលក្មេងជាងគេក្នុងពិភពលោកគឺយើងគួរតែដឹងពីករណីហ្នឹងហើយបើសិនជាអ្នកនរគ្នាចង់តាមដានទៅលើរឿងក្តីអីផ្សេងទៀតគឺអាច subscribe ទៅកាន់ YouTube channel របស់ខ្ញុំអញ្ចឹងចុងក្រោយគឺខ្ញុំសូមជូនពរអ្នកនរគ្នាមានសុខភាពល្អនិងជួបគ្នានៅវីដេអូក្រោយ